តើមានមនុស្សប៉ុន្មានអ្នកដែលដឹងអំពីអាថ៌កំបាំងនៃប្រាសាទបឹងមាលាដោយអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាប្រាសាទបឹងមាលាគឺជាប្រាសាទមួយដែលជាប្រាសាទមេរបស់ព្រះបាទសូរ្យវរ្ម័នទី2ដែលព្រះអង្គបានកសាងឡើងដើម្បីជាប្លង់មេរបស់ប្រាសាទអង្គរវត្តហើយនេះគឺជាផ្នែកមួយរបស់ប្រាសាទបឹងមាលាដែលខ្ញុំបានចុះទៅផ្ដិតយកទស្សនវិជ្ជាទាំងស្រុងឲ្យអ្នកទាំងអស់គ្នាបានឃើញហើយផ្នែកនេះគឺមានសារៈសំខាន់បំផុតដែលយើងអាចមើលឃើញពីរចនាបថរបស់ប្រាសាទនេះគឺខុសគ្នាទៅនឹងប្រាសាទអង្គរវត្តជាទឹកតាំងដូចជារានហាលដែលយើងដើរពីខាងកើតទៅកាន់ប្រាសាទប្រាសាទបឹងមាលានេះគឺយើងមើលឃើញថារចនាបថនៃនាគមកគឺខុសគ្នាទៅនឹងនាគមកដែលស្ថិតនៅក្នុងរចនាបថរបស់ព្រះបាទសូរ្យវរ្ម័នទី2ដែលគាត់បានកសាងអង្គរវត្តដូចគ្នាដែរបើយើងយករចនាបថនេះទៅប្រៀបធៀបនឹងរចនាបថប្រាសាទអង្គរវត្តគឺវាមានភាពខុសគ្នាតិចតួចតែប៉ុណ្ណោះប៉ុន្តែនាគគឺខុសគ្នាសឹងតែទាំងស្រុងចំពោះនាគដែលស្ថិតនៅក្នុងប្រាសាទបឹងមាលានេះគឺយើងប្រៀបធៀបទៅគឺស្តៀងទៅនឹងប្រាសាទមួយដែលស្ថិតនៅក្នុងប្រទេសថៃគឺប្រាសាទភ្នំរុងនាគរបស់ប្រាសាទភ្នំរុងគឺដូចគ្នាទៅនឹងនាគរបស់ប្រាសាទបឹងមាលាដូចគ្នាដែរប៉ុន្តែនាគនៅប្រាសាទបឹងមាលានេះគឺធំជាងប្រាសាទនៅភ្នំរុងរបស់ថៃរាល់ថ្ងៃនេះព្រោះថាប្រាសាទរុងគឺជាប្រាសាទរបស់ខ្មែរយើងទេដូនតាខ្មែរយើងកសាងប៉ុន្តែដោយសារតែវិបត្តិដោយសារតែសង្គ្រាមធ្វើឲ្យយើងបាត់បង់ទឹកដីទៅខាងប្រទេសថៃដូចគ្នាដែរប្រាសាទរបស់ខ្មែរក៏ស្ថិតនៅក្នុងទឹកដីបូរណភាពរបស់គេដូចគ្នាដែរវាមានការសោកស្ដាយដែរប៉ុន្តែយើងមិនដឹងធ្វើម៉េចព្រោះថាវេលាកត្តាសង្គ្រាមកត្តាវាមានច្រើនដែលធ្វើឲ្យយើងបាត់បង់ទឹកដីទៅខាងគេណាហើយប្រាសាទក៏វាបងទៅខាងគេដូចគ្នាដែរហើយរានហាលនេះដើរឆ្លងកាត់គឺស្តៀងទៅនឹងប្រាសាទអង្គរវត្តដូចគ្នាដែរមាននាគមានតោនៅអមសាងខាងតែទើសតិចត្រង់ថានៅប្រាសាទបឹងមាលានេះបែរមុខទៅកើតយើងខួសបន្តិចទៅគឺយើងមានបារាយមួយដែលជាបារាយរណបឲ្យប្រាសាទនានាដែលស្ថិតនៅក្នុងតំបន់បឹងមាលាណាពួកបឹងមាលាវាមិនមែនមានត្រឹមតែប្រាសាទបឹងមាលាមួយទេមានប្រាសាទផ្សេងប្រាសាទបទីជ្រៃប្រាសាទផ្សេងទៀតដែលហើយលើសង្កេតឃើញថាភ្ញៀវទេសចរជាតិគឺមានការស្គាល់ច្រើននៅទីកន្លែងនេះបីទៅទស្សនាគឺយើងអាចដើរពីប្រាសាទបឹងមាលាហើយដើរយើងអាចសួរគេបានដូចជាអ្នកដែលថែរក្សាប្រាសាទសួរគាត់ថាខាងណាទៅខាងកើតគឺយើងអាចដើរប្រហែលជា 2-300 ម៉ែត្រទៅយើងបានទៅដល់ឯស្ពាននេះហើយអរគុណច្រើនហើយកុំភ្លេចទៅទស្សនាទាំងអស់គ្នាផងអរគុណបាយបាយ